បច្ចុប្បន្នមនុស្សយើងសប្តាហ៍ថ្ងៃនេះគាត់តែងតែប្រព្រឹត្តនៅរឿងទាំងឡាយដែលគាត់ធ្វើប្រចាំថ្ងៃហ្នឹងគឺគាត់ផ្ដោតទៅលើអនាគតគាត់ចង់ធ្វើអ្វីៗគ្រប់យ៉ាងពេលបច្ចុប្បន្នហ្នឹងឲ្យអនាគតល្អប្រសើរតែគាត់អត់បានគិតស្វែងយល់បន្ថែមឲ្យបានស៊ីជម្រៅថាពេលដែលគាត់កំពុងតែធ្វើបច្ចុប្បន្នហ្នឹងអាការដែលគាត់ចង់សាងឲ្យអនាគតបានល្អប្រសើរគឺគាត់សាងកម្មទៅឲ្យអនាគតវិញទេគឺដោយសារតែមនុស្សយើងបច្ចុប្បន្នភាពហ្នឹងគឺគាត់តែងតែយកបុគ្គលណាម្នាក់ដែលធ្វើរឿងអ្វីមួយមិនគួរគប្បីជះផលល្អទៅដល់សង្គមទេទៅដល់អនាគតទេសំខាន់ឲ្យតែមាន like មាន share មាន view ច្រើនល្បីទៅគឺគាត់យកបុគ្គលហ្នឹងមកធ្វើជា BA មកធ្វើជាតួសម្ដែងមកធ្វើជាអ្នកប្រម៉ូទផលិតផលអីមួយចំនួនទៅអញ្ចឹងទៅកត្តាទាំងអស់ហ្នឹងឯងដែលវារុញធ្វើឲ្យយុវជនជំនាន់ក្រោយតែថា Gen Z ហ្នឹងគឺគាត់តែងតែប្រព្រឹត្តនៅឧបាយមួយដែលខុសហើយពេលយើងណែនាំទៅគាត់អត់ស្ដាប់ទេយើងឧទាហរណ៍មួយទៀតឧទាហរណ៍ថាគាត់កំពុងទៅលេងបៀមួយក្រុមប៉ុន្តែយើងកាន់សភៅមួយក្បាលនេះយើងកាន់សភៅមួយក្បាលហ្នឹងតែណែនាំគាត់ថាសភៅនេះអានទៅល្អធ្វើឲ្យគំនិតយើងការគិតរបស់យើងវាល្អជាងមុនវាខុសពីមុនអញ្ចឹងទៅធ្វើឲ្យយើងគិតនៅរឿងល្អមិនមានសេចក្តីលោភលន់មិនប្រាថ្នាអ្វីហួសហេតុរស់នៅតាមអ្វីដែលយើងអាចរស់នៅប្រចាំថ្ងៃអញ្ចឹងទៅសេចក្តីសុខគឺកើតមានអញ្ចឹងទៅប៉ុន្តែសួរគាត់ស្ដាប់ដែរគាត់អត់ស្ដាប់ទេដោយសារពេលហ្នឹងគឺគាត់កំពុងតែលេងល្បែងអញ្ចឹងយើងយកសភៅទៅណែនាំឲ្យគាត់អានសភៅគឺមិនត្រូវទេគាត់ថាយើងឈួតទៀត